ថ្ងៃនេះប្រជាជនទូទាំងពិភពលោកកំពុងនាំគ្នាប្រារព្ធពិធីរំលឹកខួបទិវាសិទ្ធិមនុស្សអន្តរជាតិ10ធ្នូជាអកុសលអីប្រទេសកម្ពុជាប្រជាជនកម្ពុជាដែលនៅតាមព្រំប្រទល់កម្ពុជាថៃបែរជារងការវាយប្រហារយ៉ាងកក្លឿនពីយោធាថៃកម្ពុជារងការប្រមាថរំលោភបំពានវាយប្រហារទម្លាក់គ្រាប់បាញ់ផ្លោងទៅលើភូមិឋានទីលំនៅរបស់ជនស៊ីវិលរហូតដល់មានការបាត់បង់អាយុជីវិតជនស្លូតត្រង់ដែលមិនដឹងអីរួមមានខេត្តព្រះវិហារខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យយើងឃើញហើយថាសេចក្តីប្រកាសព័ត៌មានអំពីការរំលោភបំពានដល់កក្លឿនរបស់អាចៅសៀមដែលប៉ះពាល់ទៅលើខេត្តចំនួន5រួមមានខេត្តព្រះវិហារខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យខេត្តពោធិ៍សាត់ខេត្តសៀមរាបក្រុមគ្រួសារជនភៀសសឹកដែលទទួលនៅការបាញ់ប្រហារទាំងអស់នេះការរំលោភបំពានទាំងអស់នេះប្រមាណជាជាង 29000 គ្រួសារដែលមានសមាជិករហូតប្រមាណជាជាង 100,000 នាក់នេះគឺដែលជាសិទ្ធិមនុស្សសិទ្ធិរស់រានមានជីវិតនេះឬមិនមែនជាការរំលោភបំពានឯណាទៅសិទ្ធិការពារខ្លួនឯណាទៅសិទ្ធិរស់រានមានជីវិតរបស់មនុស្សសកលលោកកម្ពុជាអំពាវនាវដល់អង្គការសហប្រជាជាតិដល់មិត្តអន្តរជាតិទាំងអស់សូមផ្ដល់យុត្តិធម៌ដល់ប្រជាជនស្លូតត្រង់របស់កម្ពុជាសូមផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជាដែលត្រូវបានរំលោភបំពានដោយចៅសៀមឈិនពីនមិនញញើតយើងអត់ធ្មត់យើងរួមជាមួយរដ្ឋាភិបាលដោយយកចិត្តទុកដាក់ជាយូរណាស់មកហើយដល់ពេលដែលយើងប្រើប្រាស់សិទ្ធិដើម្បីការពារខ្លួនគេបែរជាលៀបពណ៌ថាយើងជាអ្នកបំពានទៅទៀតគេទិញសភាវុធទំនើបគេប្រាប់ថាគេទិញយកមកដើម្បីការពារប៉ុន្តែពេលនេះម៉ោងនេះហាក់បីដូចជាលើកពីការការពាររហូតដល់មានការទម្លាក់គ្រាប់រហូតដល់មាន BM16 រហូតដល់មានបាញ់ផ្សែងពុលផ្លោមគ្រាប់ផ្សេងទៅលើតំបន់លំនៅឋានប្រជាជនស្លូតត្រង់សុទ្ធតែជាការរំលោភបំពានសិទ្ធិតែជាការរំលោភបំពានអំពាវនាវបងប្អូនទាំងអស់គ្នាចូលរួមជាមួយរដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធក៏ដូចជាយើងធ្វើទៅតាមលទ្ធភាពអ្នកមានតែផ្នែកណាសេដ្ឋកិច្ចជួយសេដ្ឋកិច្ចកម្លាំងជួយកម្លាំងយើងចូលរួមជួយគ្នាពិតជាអរគុណដល់បងដែលកំពុងតែធ្វើមូលនិធិអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមដើម្បីជួយដល់ប្រជាជនយើងដែលកំពុងតែរងទុក្ខវេទនាក្នុងនាមខ្ញុំជាកូនអ្នកនៅព្រះវិហារម្នាក់ក៏ខ្ញុំមានការព្រួយបារម្ភអំពីសុខសុវត្ថិភាពបងប្អូនប្រជាជនដែលកំពុងតែរស់នៅក្នុងតំបន់ដែលមានគ្រោះហានិភ័យនឹងអាចកាត់ឡើងតំបន់ដែលអសុវត្ថិភាពដែលអាចកាត់ឡើងមួយរំពេចប៉ុន្តែសូមពាវនាវសូមបួងសួងទៅដល់ទេវតាអរុបអរិយអ្នកតាបុត្រដូនតាយើងទាំងអស់តាមបីបាច់ថែរក្សាវីរៈកងទ័ពទាំងអស់ឲ្យឈ្នះសត្រូវឈ្លានពានថែរក្សាអាយុជីវិតប្រជាជនស្លូតត្រង់ទាំងអស់ឲ្យជៀសឆ្ងាយពីសង្គ្រាមដ៏ខ្មៅងងឹតមួយនេះយើងទាំងអស់គ្នាត្រូវការសន្តិភាពកម្ពុជាត្រូវការសន្តិភាពកម្ពុជាចង់បានសន្តិភាពរស់នៅក្រោមម្លប់សន្តិភាពហើយពិតជាអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តទាំងថ្ងៃទាំងយប់ដើម្បីប្រទេសដ៏កំសត់មួយនេះ